សួស្តីបងប្អូនថ្ងៃនេះខ្ញុំចង់និយាយអំពីការដាក់ទ្វារនៅតាមផ្ទះយើងការដាក់ទ្វារហ្នឹងគឺមានទ្វារមួយចំនួនដែលយើងត្រូវតែបើកចេញក្រៅទ្វារមួយចំនួនទៀតដែលយើងត្រូវតែបើកចូលក្នុងបាទហើយតែបើយើងត្រូវតែយល់ដឹងអំពីការបើកចេញក្រៅហើយនឹងចូលក្នុងបាទនិយាយអំពីការបើកខាងក្រៅចេញក្រៅហើយចូលក្នុងហ្នឹងគឺវាតកតងទៅនឹងទឹកបាទទឹកភ្លៀងបងប្អូនបាទនេះឧទាហរណ៍ថាកូនផ្ទះមួយនេះភ្លៀងមកសាច់មកអញ្ចឹងទៅវាត្រូវហូរមកទៅនេះហូរមកវាចងក្បិនណាចងក្បិនបាទតែផ្ទះនេះគាត់ធ្វើត្រូវហើយគឺគាត់ដាក់ឃើញតិចទ្វារនេះមានន័យថាផ្ទះហ្នឹងបើកចេញក្រៅអញ្ចឹងនៅពេលបើកចេញក្រៅអាខាងក្នុងគឺមានទំនប់មួយអញ្ចឹងនៅពេលដែលភ្លៀងសាច់មកអញ្ចឹងហ្នឹងហូរទៅវាចងក្បិនទៅវាប៉ះនឹងអាទំនប់ហ្នឹងអញ្ចឹងទឹកអត់ចូលផ្ទះទេអញ្ចឹងសម្រាប់ទ្វារដែលនៅខាងក្រៅដែលអត់ដែលទ្វារឬបងអួចអត់មានអាចបាំងទឹកសាច់បានអីហ្នឹងគឺយើងបើកចេញក្រៅជៀសវាងដែលទឹកភ្លៀងហូរមកវាសាច់ចូលមកខាងក្រោមនេះចូលទៅទឹកពេញផ្ទះយើងអញ្ចឹងណាបាទតែបើសិនជាទ្វារហ្នឹងនៅខាងក្រៅតែវាមានដបូលមានអីហោះហើយអញ្ចឹងទៅយើងក៏អាចបើកចូលក្នុងហ្នឹងព្រោះអត់ទឹកសាច់ចូលបានអញ្ចឹងណាអញ្ចឹងខ្ញុំសូមបញ្ជាក់ទៀតចំពោះទ្វារដែលនៅខាងក្រៅដែលអត់មានដបូលអត់មានស្អីបាំងវាអញ្ចឹងគឺយើងត្រូវធ្វើបើកចេញក្រៅពីព្រោះទ្វារបើកចេញក្រៅទើបអនុញ្ញាតឲ្យយើងសង់ទំនប់នៅខាងក្នុងហ្នឹងបានដោយឡែកទ្វារបន្ទប់ទឹកអានេះចាត់ទុកដោយថានៅក្នុងបន្ទប់ទឹកចុះទ្វារបន្ទប់ទឹកគឺយើងបើកចូលក្នុងវិញព្រោះពេលយើងមុជទឹកសាច់ទៅវាអត់ចេញទៅក្នុងបន្ទប់គេយើងនៅពីព្រោះតែកាលណាយើងបើកចូលក្នុងចេះនៅខាងនោះយើងធ្វើរៀងខ្ពស់បន្តិចណាឬក៏យើងធ្វើទំនប់បន្តិចអញ្ចឹងទ្វារបន្ទប់ទឹកគឺយើងបើកខាងក្នុងជៀសវាងសាច់ចូលបន្ទប់យើងបាទអញ្ចឹងសរុបទៅដើម្បីដាក់ទ្វារបើកចេញបើកចូលហ្នឹងគឺយើងគិតទៅលើកត្តាទឹកហូរណាកត្តាទឹកហូរវាចងក្បិនអញ្ចឹងដើម្បីកុំឲ្យវាចងក្បិនចូលហ្នឹងគឺគេធ្វើទំនប់អញ្ចឹងបើផ្ទះយើងនៅក្រៅអត់មានស្អីទាំងអស់ទ្វារបើកចេញក្រៅទៅបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបាទសូមអរគុណ